បាទជំរាបសួរបងប្អូនអរគ្នានេះគឺជាវីដេអូតពីវីដេអូ33បងប្អូនគឺតកតងនឹងប្រឡងដែលគេខានលេងយូរវាអាចមានត្រីឡើងវិញបងប្អូនអញ្ចឹងនៅវីដេអូ33ខ្ញុំលេងពេលព្រឹកហ្នឹងបានជាង10ក្បាលហើយពេលថ្ងៃនេះខ្ញុំកិលមុខបន្តិចខ្ញុំដើរទៅកដាលទៅទឹកជ្រៅបងប្អូនឃើញខ្ញុំពាក់វ៉ាជើងចុះទឹកឈរលេងក្នុងទឹកទើបលេងកើតហើយខ្ញុំឃើញផលិតបន្តិចហ្នឹងខ្ញុំគប់ទៅហ្នឹងបាន4ពេលល្ងាចបាន4ទៀតសរុបបានដូចជា7 8 10ក្បាលប៉ុន្តែ4នេះធំល្អបងប្អូនដូចឃើញក្នុងវីដេអូនេះមួយសិតតែ1គីឡូកន្លះមាន1គីឡូកន្លះ1គីឡូជាងធំល្អបងប្អូនធំល្អបងប្អូនការលេងត្រីរ៉ស់នេះបើសិនគេខានលេងយូរគឺទុកចោលមួយទឹក10ថ្ងៃកន្លះខែមួយខែបើសិនវាអត់រីងទេពេលខ្លះទឹកត្រឹមជង្គង់ខ្មងជើងអីក៏អាចមានត្រីដែរបើសិនវាមានស្មៅឲ្យត្រីអាចជ្រកចាប់ចំណីស៊ីបានពីព្រោះត្រីផ្ទក់រ៉ស់នេះវាចូលចិត្តនៅទឹករយៈទេបងប្អូនវាចូលចិត្តនៅទឹករយៈកន្លែងនេះវាអាចសងំចាប់ចំណីស៊ីបានស្ដែងតាពាំងនេះគេបបង់ចោលគេឈប់លេងចូលមួយខែ2ខែហើយបងប្អូនគឺទុកចោលទេគេទៅកន្លែងថ្មីទៀតទៅរកកន្លែងច្រើនអញ្ចឹងទៅវាធ្វើឲ្យទឹកវារៀងឡើងថ្លាមកវិញត្រីវាអាចមើលឃើញនុយយើងហើយវាខានឃើញនុយបបយូរយើងគប់ទៅឃើញថាខំស្និទ្ធល្អមែនទែនបងប្អូនហើយត្រីនេះជាក់ស្ដែងបងប្អូនឃើញហើយការលេងខ្ញុំយកត្រីនេះបានក៏ដោយសារខ្ញុំមានសម្ភារៈខ្ញុំត្រៀមសម្ភារៈបានគ្រប់គ្រាន់ខ្ញុំមានស្បែកជើងសម្រាប់ចុះទឹកបងប្អូនបើសិនអត់ស្បែកជើងក៏យកត្រីក្នុងវីដេអូនេះបានដែរដោយសារវាមានឆ្លើងបងប្អូនមានឆ្លើងអញ្ចឹងខ្ញុំមានស្បែកជើងចុះទឹកហើយបងប្អូនឃើញរបៀបខ្ញុំលេងកៅអៅគឺមានអាវ UV ការពារកម្ដៅថ្ងៃឲ្យពណ៌ឆ្លោះដើម្បីកុំឲ្យត្រីមើលឃើញខ្ញុំមានស្រោមដៃខ្ញុំមានមួកមានស្រោមមុខដើម្បីកុំឲ្យខ្មៅមុខខ្លោចមុខហើយចុះលេងក្នុងទឹកអញ្ចឹងគួរតែមានទ្រុងដាក់ត្រីហើយគួរតែមានដែកបងប្អូនដែកចតុលសម្រាប់ទ្រដងបបកយើងហ្នឹងហើយនឹងទ្រុងដាក់ត្រីយើងទ្រុងដាក់នុយក្រុងនុយយើងហ្នឹងគឺគួរតែមានដែកមួយជាពិសេសពេលយើងបិទនុយឬយើងដោះត្រីយើងត្រូវការបញ្ឈរដងយើងបងប្អូនយើងត្រូវការកងដងយើងកុំឲ្យម៉ាស៊ីនយើងចូលទឹកហើយខ្ញុំមានអៅកាក់ហើយនៅក្នុងអៅកាក់ហ្នឹងមានកត្រៃមានស្នាប់ឬធៀងដំឡូងហើយពេលខ្លះមានបច្ចេកសកួរផ្លែសកួរនៅក្នុងហ្នឹងទៀតហើយការលេងឈុត casting នេះគឺវាស្រួលអញ្ចឹងបងប្អូនយើងកាន់តែទ្រុងមួយក្រុងនុយចតុលនឹងមួយមកហើយសម្ភារៈទាំងប្រមាណផ្សេងទៀតគឺនៅក្នុងកប៉ៅអៅកាក់ហើយអញ្ចឹងយើងអាចដើរក្នុងតាពាំងយើងអាចដើរបានឆ្ងាយវាស្រាលខ្លួនល្អបងប្អូនស្រាលខ្លួនល្អណាស់ការលេងឈុត casting ឈុតតូចនេះហើយបើសិនជាយើងយល់ពីសម្ភារៈយើងចេះប្រើវាយ៉ាងស្ទាត់ជំនាញយើងនៅតែអាចយកត្រីបានច្រើនត្រីធំអីអាចយកបានដូចគ្នានៅក្នុងវីដេអូនេះខ្ញុំប្រើខ្សែត្រី X9 បងប្អូនខ្សែត្រី X9 028បងប្អូន300ម៉ែត្រ$17ទេគឺមានម្ដុំ150ម៉ែត្រក៏មានម្ដុំ100ម៉ែត្រក៏មាននៅក្នុងវីដេអូនេះខ្ញុំប្រើដងដៃវ៉ាបាសិចបងប្អូន1020 LB ដងនេះឥឡូវចុះថ្លៃច្រើនណាស់ដងដៃវ៉ាបាសិចហ្នឹងពីមុនកៅជាងបងប្អូនជាង100ហើយឥឡូវចុះសល់អត់ដល់$80ទេអត់ដល់$80ទេទូថ្លៃមែនទេហើយខ្ញុំប្រើផ្លែត្រឡោកដាច់ខ្មៅ3ហ៊ុនកន្លះបងប្អូនផ្លែត្រឡោកសម្រាប់លេងត្រីស្រែផ្លែត្រឡោកគឺវាត្រូវជាមួយនឹងនុយខ្លីនៅពេលយើងលេងនុយបែបអូសនុយអូសតម្លាក់តាមប្រឡោះកវងស្មៅឬក៏តាមប្រឡោះឈូកផលិតចឹងនុយខ្លីមានប្រសិទ្ធភាពខ្ពស់ប្រឡងដែលយើងត្រូវការស្រុតវត្តអីហ្នឹងគឺនុយខ្លីហើយនឹងផ្លែត្រឡោកហ្នឹងគឺវាមានប្រសិទ្ធភាពខ្ពស់បងប្អូនអញ្ចឹងសូមអញ្ជើញបងប្អូនពិនិត្យមើលការយកត្រីរស់ទាំង4ក្បាលនេះម្ដងទៀតrồi vô đi rồi vô đi rồi rồi lột luôn lột cái con ơi được mà rồi
vô lời vô lời Lô thương lô thương lô thương tụt cho nó tẹt mau rồi đi thôm này đó phải chỉ cái lá cá lô rồi đấy rồi cái lỗ đấy cái lỗ không à đây rồi vót đấy bóng hả lốt vót mền ở đây dừng vót đấy về lột tam không có ô đây vừa lột rồi nữa không có lô la đắng gì đó ở đây một cái lỗ chiêng lịch tươi đó wow tụi đâu vào đây đâu đó thông minh tên lỗ chiêng lỗ lá nữa ui đó cỏ Come on. Come on. Yeah, dollar.